សួស្តីអ្នកនរគ្នាជួបជាមួយនឹងខ្ញុំម្ដងទៀតហើយជាមួយនឹងវីដេអូថ្មីហើយនេះគឺជា ICP 3700.2 វាមានរូបរាងដូចអន្ទង់ហើយវាមានព្រុយចំនួន13ផ្នែករុំព័ទ្ធជុំវិញផ្នែកពាក់កណ្ដាលរាងកាយខ្លួនរបស់វាហើយព្រុយនេះអាចជញ្ជក់ឈាមបានហើយព្រុយនេះអាចដាក់ចូលខ្លួនរបស់វាបាននៅពេលដែលវាមិនប្រើប្រាស់ឬក៏អាចដកចេញនៅពេលប្រយុទ្ធបច្ចុប្បន្ន ICP 3700.2 នេះមានប្រវែងរហូតទៅដល់32គីឡូម៉ែត្រហើយនៅពេលប្រយុទ្ធគ្នាវាអាចរីកមាឌធំជាងនេះហើយសត្រូវរបស់វាគឺជា ICP 3700.1 ហើយកន្ទុយរបស់វាមុតស្រួចហើយនៅពេលបច្ចុប្បន្ននេះវាមានទទឹង1គីឡូម៉ែត្រព្រុយរបស់វាមានប្រវែង60ម៉ែត្រលក្ខណៈពិសេសរបស់វាគឺមាត់របស់ ICP 3700.2 នេះអាចបើកបានជិត3គីឡូម៉ែត្រ ICP 3700.2 មានពណ៌ខ្មៅពណ៌សពណ៌ស្វាយនិងពណ៌ក្រហមឆ្អិនហើយផ្នែកម្ខាងនៅដងខ្លួនរបស់វាមានមុខស្រដៀងនឹងមនុស្ស SCP 3700.2 មានសមត្ថភាពអាចផ្លាស់ប្ដូរអាកាសធាតុបានភ្លាមអាចបង្កើតព្យុះយ៉ាងធំព្យុះសង្ឃរាប្រភេទទី5ក៏ដូចជាខ្យល់គួចដ៏ធំដែលអាចគួចកប៉ាល់ចូលក្នុងទឹកសមុទ្របានក្នុងចម្ងាយ150ម៉ែត្រហើយវាអាចបង្កើតរលកសំឡេងថាមពលយ៉ាងខ្លាំងមាត់របស់វាអាចផ្លុំចេញភ្លើងពណ៌ខៀវដើម្បីប្រើសម្លាប់សត្រូវនៅចំពោះមុខវាហើយ SCP 3700.2 នេះវាបង្ហាញខ្លួននៅរដូវស្លឹកឈើជ្រុះហើយសត្វនេះគឺសាហាវខ្លាំងណាស់គឺសម្រាប់វងត្រីបាឡែនស្ទើរតែទាំងអស់ក្នុងមហាសមុទ្រនៅកន្លែងដែលវារស់នៅទោះបីសភាវុធទំនើបក៏មិនអាចបាញ់សម្លាប់វាបានដែរសូម្បីតែសភាវុធរបស់មូលនិធិ SCP ក៏មិនអាចធ្វើអីវាបានដែរហើយ SCP 3700.2 នេះបង្កជាគ្រោះមហន្តរាយយ៉ាងខ្លាំងដូចជាធ្វើឲ្យមានការបាក់ច្រាំងនៃសមុទ្រការឡើងចុះអាកាសធាតុយ៉ាងលឿនពីត្រជាក់មកក្តៅពីក្តៅមកត្រជាក់ចោះព្យុះទឹករលកធំទូកនេសាទទូកទេសចរនិងកប៉ាល់ដឹកទំនិញធំមានផលពិបាកយ៉ាងខ្លាំងក្នុងការធ្វើដំណើរលើផ្ទៃសមុទ្រព្រោះជួបប្រទះនឹងគ្រោះមហន្តរាយខ្យល់ព្យុះនិងខ្យល់គួចនៅលើផ្ទៃសមុទ្រគឺពិបាកខ្លាំងណាស់នៅពេលនោះដែរដោយមានផលពិបាកខ្លាំងពេកមូលនិធិ SCP ក៏សម្រេចចិត្តកម្ចាត់វាចោលដោយមូលនិធិ SCP បានទិញនាវាពីសហរដ្ឋអាមេរិកមានដូចជានាវាពិឃាត13គ្រឿងនាវាចម្បាំង5គ្រឿងនិងនាវាជំនួសទុកច្បាំងជាង15គ្រឿងនៅពេលនោះ SCP 3700.1 ក៏ចូលរួមប្រយុទ្ធជាមួយនឹងមូលនិធិ SCP ដែរនៅពេលនោះដែរមូលនិធិ SCP ក៏ប្រយុទ្ធមិនឈ្នះ SCP 3700.2 នេះទេសូម្បីតែ SCP 700.1 ក៏ចាញ់ដែរទីបញ្ចប់ SCP 3700.2 ក៏ទទួលជ័យជំនះហើយ SCP 3700.1 ក៏បានបាត់បង់ជីវិតនិងលិចក្នុងមហាសមុទ្របាត់ទៅហើយវីដេអូយើងក៏ដល់ទីបញ្ចប់តើអ្នកយល់យ៉ាងណាដែរចំពោះវីដេអូមួយនេះបើពេញចិត្តសូមជួយចុច like subscribe ម្នាក់មួយផងសូមទោសរាប់ពាក្យពេចន៍នឹងការកោះឆ្គមត្រង់ប្រការណាមួយបាយជួបគ្នាវីដេអូក្រោយ